ឃើញខ្ញុំទៅបេះស្វាយហ្នឹងដោយសារតែបងស្រីខ្ញុំគាត់ប្រើឲ្យទៅបេះស្វាយមកធ្វើទឹកត្រីស្វាយហូបបងប្អូនគឺទឹកត្រីផ្អែមទឹកត្រីអំពិលទុំអីធ្លាប់ហូបហើយនៅឡើយតែទឹកត្រីស្វាយមកហូបជាមួយនឹងត្រីដែងពងផងយើងហើយចឹងទៅឃើញស្វាយរៀងចាស់ចាស់ដែរស្វាយកៅលមៀតខ្ញុំឥឡូវគឺចាស់ចាស់អស់ហើយបងប្អូនពណ៌ឡើងលឿងលឿងអស់ហើយចឹងណាចាហើយនៅពេលដែលខ្ញុំកំពុងតែកោសស្វាយឲ្យគាត់ហ្នឹងគាត់ក៏បានធ្វើការអំពងត្រីផងយើងទៅបងប្អូនហើយនិយាយថាត្រីដែងហ្នឹងអំពងទៅគឺផ្ទុះមែនតែនហ្មងហើយបើយើងអត់ប្រយ័ត្នទេត្រូវមុខឲ្យបងប្អូនណាយចឹងទៅតោះតែប្រយ័ត្នបន្តិចហើយនៅពេលដែលពួកខ្ញុំដាក់ត្រីអំពងចោលហើយក៏បានមកធ្វើការហាន់ម្ទេសហាន់ខ្ទឹមក្រហមខ្ទឹមសដើម្បីនឹងធ្វើទឹកត្រីស្វាយផងយើងបងប្អូនណាយស្វាយខ្ញុំនិយាយមែនគឺចាស់មែនតែនហ្មងហើយពណ៌ឡើងលឿងល្អតែម្ដងហើយតែវាអត់តដាក់ម្សៅហើយឡើងឆ្ងាញ់ស្វាយខ្លួនយើងបងប្អូននិយាយថាអូជាតិមែនតែនហ្មងណាបងប្អូនណាយហើយឥឡូវត្រីផងយើងឆ្អិនមកចំហៀងហើយក៏បានមកធ្វើការប្រែវាដំបូងខ្ញុំអ្នកប្រែទេប៉ុន្តែខ្ញុំធ្វើត្រីឲ្យបែកចោះចឹងបងស្រីខ្ញុំក៏ឡើងមកប្រែខ្លួនឯងហ្មងទៅយ៉ាប៉ះបងប្អូនណាយឡើងបងថ្លៃខ្ញុំគាត់ថាប្រហែលជាម៉ែខ្ញុំដាក់ខ្ញុំច្រឡំដឹងថាមានកូនទី3ទេប្រហែលជាកូនពើឯងដោយសារតាស្អីក៏មិនចេះស្អីក៏មិនចេះអញ្ចឹងណាបងប្អូនអូយ៉ាប់ដែរអញ្ចឹងទៅបងប្អូនណាយតែបើរឿងហូបវិញគឺចេះសពគ្រប់តែម្ដងហើយណាតារឿងធ្វើម្ហូបនឹងតាហើយថ្ងៃនេះគឺសូមអធិស្ឋានផងដែរបងប្អូនដោយសារតែវារលឹមមកអញ្ចឹងទៅក៏បញ្ចូលសលេងឮសំលេងបន្តិចចៃដោយសារតែផ្ទះខ្ញុំនេះជាប៉ាំងអាស័យអញ្ចឹងណាដបូលណាអញ្ចឹងទៅក៏រៀងយ៉ាប់ដែរអីអញ្ចឹងទៅបងប្អូនសូមអធិស្ឋានផងសម្រាប់សំលេងដែលរំខានមិនថាមាន់មិនថាភ្លៀងអីទេបើថាឲ្យភ្លៀងខ្លាំងហ្មងអត់ទេបងប្អូនគឺវានៅរលឹមនៅនឹងឯងបើភ្លៀងមកវូវហ្មងអត់អីទេបងប្អូនតែនេះវានៅរលឹមនៅខ្យល់អញ្ចឹងណាចាអញ្ចឹងវាខ្លាចតាខ្ញុំចាំថាឲ្យដាច់ទឹកភ្លៀងដែរប៉ុន្តែមើលទៅប្រហែលជាមិនដាច់ទេដោយសារតែវារលឹមរហូតអញ្ចឹងទៅក៏ជិតពេលបញ្ចូលសំលេងហើយហ្មងទៅខ្លាចទៅពេលវាអត់ដាច់ទឹកភ្លៀងទៅដល់ម៉ោងផុសវីដេអូទៅចប់ហ្មងហើយចាហើយថ្ងៃហ្នឹងក៏ថាដាក់ទឹកតំណាំដែរតែឥឡូវមិនរលឹមអញ្ចឹងផ្អាកសិនក្រោយភ្លៀងខ្លាំងអីយើងរួចខ្លួនមកពេលអីអញ្ចឹងណាចាបងប្អូនណាចាឡៃទៅរៀបរាប់ពីនេះពីនោះនឹងភ្លេចរៀបរាប់ពីម្ហូបផនយើងទឹកត្រីស្វាយផនយើងនិយាយថាអូជាតិមែនតែនហ្មងហើយបានស្វាយខ្លួនឯងទៀតចាបងប្អូនណាឲ្យបងស្រីខ្ញុំថ្ងៃហ្នឹងគាត់ថាទិញនំបញ្ចុកយកហូបជាមួយនឹងទឹកត្រីកកុងផនយើងហូបមួយសាឡាត់អីអញ្ចឹងណាមួយត្រីណៃពងផនយើងប៉ុន្តែខ្ញុំចង់សាកជាមួយនឹងទឹកត្រីស្វាយមានរសជាតិមិនបងប្អូនណាគឺដាក់ទៅគឺមានត្រូវគ្នាណាអត់ត្រូវធៀបគ្នាមកបន្តិចនំបញ្ចុកជាមួយទឹកត្រីស្វាយផនយើងគេយកហូបជាមួយទឹកត្រីផ្អែមឬទឹកត្រីកកុងទេប៉ុន្តែខ្ញុំចង់សាកអីចឹងទៅត្រូវធៀបគ្នាអត់តែនេះអត់ទេបងប្អូនអត់មានចូលចិត្តគ្នាសម្បីតែបន្តិចហ្មងហើយលុះល្បើហើយអញ្ចឹងឯងបងប្អូនគាត់ថាឲ្យទៅយកទឹកត្រីកកុងនៅក្នុងទូយមហូបទៅជាមួយនឹងបញ្ចុកបានចុចចិត្តគ្នាតែខ្ញុំថាខ្ញុំចង់សាកជាមួយនឹងទឹកត្រីស្វាយផងយើងវិញមានរសជាតិមិនដែរចាល្បើមែនតើបងប្អូនហើយគេថាមិនត្រូវធៀបគ្នាហើយនៅតែចង់ហូបទៀតចាដាក់ទៅមានអីដឹងជាតិនៅណានៅណីទេនំបញ្ចុកជាមួយនឹងទឹកត្រីស្វាយហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងបើបងប្អូនពេញចិត្តសូមកុំភ្លេចជួយ follow page របស់ខ្ញុំម្នាក់មួយផងដែរអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាទៅគ្រាណា